បងប្អូនទាំងអស់គ្នាឥឡូវនេះខ្ញុំកំពុងតែនៅលើកង់3អគ្គិសនីដែលបង្កើតឡើងដោយលោកគ្រូអញ្ចឹងលោកគ្រូគាត់ជាអ្នកមានគំនិតក្នុងការស្ថាបនាក្នុងការ design ក្នុងការបង្កើតកង់3អគ្គិសនីនេះឡើងមកបងប្អូនលោកគ្រូចង់សួរលោកគ្រូថាកង់3នេះដែលបង្កើតឡើងបង្កើតបានប្រហែលឆ្នាំហើយលោកគ្រូបង្កើតបានមួយឆ្នាំហើយកង់3មួយឆ្នាំហើយណាបាទហើយគំនិតមកពីណាដែលយើងថាលោកគ្រូមានគំនិតបែបណាបានជាបង្កើតវាឡើងមកបាទដោយសារកង់3នេះយើងដឹកមកដើម្បីផលិតមកដើម្បីជួនកាលយើងអាចដឹកភ្ញៀវដឹកអីដើរលេងនៅក្នុងសាលាបាទហើយដឹកអីវ៉ាន់ដឹកអីសម្ភារៈមួយចំនួននៅក្នុងសាលាខ្លះដែរបាទណាអញ្ចឹងបានន័យថាកន្លែងនេះគឺយើងទុកដាក់អីវ៉ាន់ដាក់សម្ភារៈអីផ្សេងណាប៉ុន្តែក្នុងនេះក៏ដឹកមនុស្សបានដែរណាបងប្អូននេះខ្ញុំកំពុងតែអង្គុយនេះគឺអាចនឹងអង្គុយបានហើយកន្លែងនេះក៏អាចអង្គុយបានដែរអញ្ចឹងកន្លែងនេះបើយើងគិតពីមនុស្សវិញបានប្រហែលអ្នកដែរលោកគ្រូនេះអាចទង7នាក់អីណា2នាក់ល្មមណាតែបើទម្ងន់ដែលដឹកហ្មងបានប្រហែលគីឡូលោកគ្រូដឹកបានប្រហែលជាចូល75គីឡូដែរអូអញ្ចឹងបើគិតពីមនុស្សដែលយើងថាឲ្យទៅអង្គុយពេញមកបាន5 6នាក់ដែរតែមែនទេខ្ញុំធ្លាប់កាលពីឆ្នាំទៅខ្ញុំដឹកសិស្សនៅមុខនេះ3នាក់អូហើយនៅពីក្រោយនេះបានអង្គុយពីក្រោយខ្ញុំបាន1នាក់2នាក់ទៀតបាទបើយើងគិតពីល្បឿនវិញតើបានប្រហែលដែរលោកគ្រូល្បឿនវាបាន50គីឡូម៉ែត្រក្នុង1ម៉ោង50គីឡូម៉ែត្រក្នុង1ម៉ោងដែរណោះអូបានលឿនទេតើបាទប៉ុន្តែអ្វីដែលជាចំណុចពិសេសគឺវាប្រើអគ្គិសនីទេអគ្គិសនីនេះថ្មវាយ៉ាងម៉េចហើយយើងអាចប្រើបានវាក្នុងរយៈពេលប្រហែលដែរលោកនិយាយទៅបើយើងបញ្ចូលមកពេញចន្លោះវាពី60ទៅ80គីឡូម៉ែត្រអូ80គីឡូម៉ែត្រឆ្ងាយដែរតើបើបោកបានឆ្ងាយបាទចុះដល់ពេលវាសាកវិញបានប្រហែលដែរលោកគ្រូរយៈពេលប្រហែលដែរសាកវាពួកនេះយើងអត់ទាន់មានវាយឡាឆាទេអូអញ្ចឹងស្នាក់វាយូរតិចអាចចន្លោះពី3ម៉ោងទៅ4ម៉ោងបានពេញអូយូរដែរណោះតិចអានេះយើងវាយឡាឆាអញ្ចឹងឆាវាមិនលោកគ្រូឬក៏អានេះវាឆាជាវាអត់មានវាអត់មានហ្វាឆាចន្លងវាយលេសវាអត់មានហ្វាឆាបាទអញ្ចឹងវាអត់អាចឆាលឿនទេវាថាយ៉ាងយូរយើងអត់តន់បំពាក់វាឡើយគ្រូណាបាទនៅក្នុងការ design នេះដូចជាមានកង់នេះកង់ខាងមុខនេះ2មែនទេលោកគ្រូបាទហើយកង់ក្រោយនេះមាន1ហើយមិនធម្មតាបងប្អូននេះកង់មុខនេះគឺ BMW បងប្អូនអានេះធ្វើដោយដៃដែរមែនលោកគ្រូបាទផ្សារធ្វើខ្លួនឯងកូនសិស្សគាត់អ្នកធ្វើហើយខ្ញុំនៅអង្គុយមើលភាសាជាមួយគាត់អញ្ចឹងណាបាទអ្វីដែលពិសេសមួយទៀតហ្នឹងគឺវាប្រើបានច្រើនទៀតណាបងប្អូននេះឃើញទេមានតាំងពីសផ្លេមានតាំងពីសញ្ញោឆ្វេងស្ដាំឃើញទេបាទហើយនេះបាទកន្លែងយ៉ាបាទបាត់តិចសិននេះជន់ហ្គាណាគ្រូណានេះបាទនេះប្រាំងបាទអញ្ចឹងដូចតែរថយន្តដែរណាគ្រូណាបាទវាមានកន្លែងជន់ហ្គាមានកន្លែងប្រាំងដែរគាត់ណាហើយអានេះបើសិនយើងគិតទុកដូចជាកង់3ដូចជាខុសនឹងបន្តិចមែនទេលោកគ្រូបាទកង់3គឺមានលេខអាយ៉ែមកក្រោយតែអានេះអត់ទេនេះបងប្អូនមកមើលឡើងនេះមានកង់តាក់នេះបើយើងចង់ទៅក្រោយយើងទៅថយទៅចេះលោកគ្រូណាអានេះទៅក្រោយមែនទេបាទនេះទៅមុខបាទណាអានេះទៅក្រោយអានេះទៅមុខបាទហើយតាក់ទងជាមួយនឹងបាត់បាំងនេះគឺយើងមានសោបែបនេះបាទហើយ screen របស់វានេះគឺយើងប្រើ LED screen វាល្អមែនតើបាទឥឡូវខ្ញុំសុំសាកទីលោកគ្រូណាហើយនេះមានកង់តាក់មួយទៀតអូកន្លែងណាលោកបាទនេះកង់តាក់មួយទៀតសម្រាប់ផ្ដាច់ភ្លើងទាំងអស់នៅក្នុងនៅលើតាប់ឡូហ្នឹងអូអានេះដូចយើងប្រើទីអញ្ចឹងបាទអញ្ចឹងយើងត្រូវបិទកង់តាក់នេះមួយទៅចឹងភ្លើងបិទអស់បាទអត់មានភ្លើងអូអានេះដូចបារ៉េតដែរណាបាទដូចបារ៉េតអញ្ចឹងយើងចង់បើកយើងបើកនេះមកហើយយើងកាច់សោមកបាទមកលោកគ្រូឡើងមកចឹងខ្ញុំដុំលោកគ្រូម្ដងមើលបាទអូខេឥឡូវខ្ញុំអាហ្នឹងយើងបើកសោនឹងគ្រូណាបាទបើកសោឥឡូវយើងទៅមុខណាបាទឥឡូវខ្ញុំជន់ហ្គាបងប្អូននេះហ្គាក្នុងបងហ្គាអូនេះប្រាំងណាហ្គាបាទអូខេបងប្អូននេះវ៉ាវមិនធម្មតាលឿនអូជន់ស្ទុះមែនទេលោកគ្រូណាបាទជន់ស្ទុះនេះបងប្អូនអូចកូតតុនល្អទៀតបាទអូនេះបងប្អូននេះអូចកូតតុនល្អហើយជន់ស្ទុះមែនតើតាក់ទងមួយតម្លៃយើងធ្វើបើមកប្រជែកនេះចប់អស់ប្រហែលដែរលោកគ្រូនេះបើធម្មតាយើងធ្វើដំបូងវាមានការខូចការខាតអីចឹងណាអញ្ចឹងបើយើងសរុបការខូចការខាតទាំងអស់នៅក្នុងកង់3នេះវាចូល1000ជាង1000ចន្លោះពី1800ធ្លាក់បាទជាក់ស្ដែងអញ្ចឹងអានេះគឺសិតតែជាសិស្សកម្លាំងរបស់សិស្សហ្នឹងមានទេបាទសិស្សគាត់ធ្វើហើយយើងអ្នកដឹកនាំគាត់ធ្វើទៅដាក់ម៉េចទៅឆ្នៃធ្វើម៉េចអីចឹងណាបាទអញ្ចឹងបានឆ្នៃគាត់បាទសរសើរស្នាដៃសរសើរគំនិតចេះបង្កើតមកអញ្ចឹងណាអានេះបើសិនជាយើងអភិវឌ្ឍគំនិតបន្តទៀតអាចយើងលក់ដូរបានតើបាទយើងកុំយករបស់ពីគេយកមកនាំចូលជាក់ស្ដែងបងប្អូនខ្ញុំសរសើរគំនិតនេះមែនតើចេះមានគំនិតឆ្នៃជាកង់3ដើម្បីដឹកអានេះបើយើងគិតថាឲ្យខ្លីមិនបាច់ចាំអីច្រើនទេយើងដឹកតែភ្ញៀវទេសចរ
ដើរកំសាន្តឬក៏តំបន់ណាមួយដែលយើងគិតថារៀងឆ្ងាយអញ្ចឹងយើងអាចយកអាហ្នឹងយកទៅប្រើក៏បានដែរតែលោកគ្រូមានគំនិតថានឹងចង់ចាប់ដៃសហការជាមួយនឹងខាងវិនិយោគិនណាដែលអាចធ្វើឲ្យការងារយើងថ្ងៃក្រោយវាអភិវឌ្ឍទៅមុខឬក៏យើងចង់ឲ្យវិស័យ technology របស់ស្រុកខ្មែរវាកាន់តែដើរលឿនតាមរយៈសហគ្រិនខ្មែរអញ្ចឹងណាបាទបើមានសហគ្រិនគាត់ចូលរួមយើងសហការចូលរួមសហការដោយសារបើយើងសហការទៅយើងអាចទីមួយយើងអាចចូលរួមច្រើននៅក្នុងការអភិវឌ្ឍប្រទេសរបស់យើងដែរបាទដោយសារមានកម្លាំងពលកម្មយើងយកសិស្សឬមួយក៏សិស្សដែលទៅបញ្ចប់ភ្លាមអញ្ចឹងគាត់អាចមានការងារធ្វើនៅក្នុងការងារហ្នឹងបាទអញ្ចឹងគាត់អាចឲ្យកម្លាំងពលករទៅក្រៅប្រទេសច្រើននេះបាទនិយាយទៅការងារបច្ចេកទេសយ៉ាងណាក៏នៅតែល្អដែរនេះបាទគាត់ថាឥឡូវនេះកូនសិស្សក៏គាត់ងាកមកចាប់អារម្មណ៍នឹងការងារបច្ចេកទេសច្រើនដែរហើយបើសិនយើងជួយជំរុញបន្ថែមឲ្យមានសហគ្រិនខ្មែរយើងជួយជំរុញបន្ថែមទៀតអញ្ចឹងទីផ្សារកាន់តែទូលាយបាទអរគុណច្រើនលោកគ្រូបាទសម្រាប់ការចំណាយពេលវេលាផ្ដល់កិច្ចសម្ភាសន៍មកឲ្យខាងខ្ញុំនេះបាទអញ្ចឹងអរគុណបងប្អូនទាំងអស់គ្នាជម្រាបលា